តែការប្រើប្រាស់ waterproof sunscreen ជារៀងរាល់ថ្ងៃអាចបង្កផលវិបាកអីអត់ហើយនៅពេលដែលប្រើបែបហ្នឹងតើគួរលាងសម្អាតបែបណាទើបត្រឹមត្រូវ Waterproof sunscreen គឺជាប្រភេទ sunscreen មួយយ៉ាងដែលគេផលិតមកដើម្បីការពារ sunscreen នឹងអត់ឲ្យវាហូរឬក៏អត់ឲ្យវារលាយនៅពេលដែលត្រូវញើសជាតិញើសឬក៏ជាតិទឹកហើយគេប្រើភាគច្រើនសម្រាប់អ្នកដែលគាត់ចូលចិត្តហាត់ប្រាណឬក៏អ្នកដែលគាត់ហែលទឹកពីព្រោះនៅពេលដែលគាត់ចុះទឹកទៅគឺគាត់ត្រូវការ sunscreen នឹងឲ្យការពារស្បែករបស់គាត់ពី UV អីចឹងទៅអញ្ចឹង sunscreen ប្រភេទហ្នឹងគឺល្អសម្រាប់ការពារស្បែករបស់យើងប៉ុន្តែក៏វាមានផលវិបាកមួយជាពិសេសសម្រាប់អ្នកដែលគាត់ឧស្សាហ៍មានបញ្ហាមុនអ្នកដែលគាត់ឡើងមុននៅពេលណាដែលប្រើពពួក waterproof sunscreen ហ្នឹងគឺចង់មិនចង់គឺវានឹងធ្វើឲ្យស្ទះគោរោមវានឹងធ្វើឲ្យបញ្ហាមុនរបស់គាត់ហ្នឹងកាន់តែធ្ងន់ធ្ងរអញ្ចឹងខ្ញុំអត់ណែនាំទេសម្រាប់អ្នកដែលមានបញ្ហាស្បែកប្រេងឧស្សាហ៍ឡើងមុនគឺត្រូវជៀសវាងតែម្ដងទៅលើការប្រើប្រាស់ sunscreen ប្រភេទ waterproof ហ្នឹងហើយសម្រាប់អ្នកដែលស្បែករបស់គាត់ធម្មតាឬក៏ស្បែកស្ងួតដែលគាត់ត្រូវការពារពលឺថ្ងៃពី waterproof sunscreen ក៏ខ្ញុំណែនាំឲ្យគួរតែលាងសម្អាតជាមួយនឹង micellar water នៅពេលល្ងាចនៅពេលដែលគាត់លាងមុខហ្នឹងមុនលាងមុខហ្នឹងគួរជូតសម្អាតជាមួយនឹង micellar water សិនដើម្បីជួយកាត់បន្ថយការស្ទះគោរោមដូចគ្នាពីព្រោះទោះបីជាស្បែករបស់គាត់ស្ងួតមែនប៉ុន្តែបើគោរោមរបស់គាត់ស្ទះញឹកញាប់ពេកក៏អាចបង្កទៅជាបញ្ហាមុនដូចគ្នាបាទអរគុណច្រើន